សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំគឺជាអ្នកផ្សាយអេសុននីនៃក្រុងសង់ជូដែលនាំមកជូនព័ត៌មានចម្រុះអំពីសង់ជូខែមីនាគឺជាពេលវេលាសំខាន់សម្រាប់ការរៀបចំនិងចាប់ផ្ដើមការងារកសិកម្មក្នុងអំឡុងពេលនេះការងារកសិកម្មកើនឡើងហើយនៅពេលមានការងារច្រើនគ្រោះថ្នាក់ក៏អាចកើនឡើងផងដែរក្នុងអំឡុងពេលធ្វើការកសិកម្មត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេសដើម្បីការពារគ្រោះថ្នាក់សុវត្ថិភាពដូច្នេះយើងនឹងណែនាំអំពីប្រភេទគ្រោះថ្នាក់ក្នុងការងារកសិកម្មដែលកើតឡើងញឹកញាប់នៅខែមីនានិងវិធីការពារនៅពេលធ្វើកសិកម្មត្រូវតែគោរពច្បាប់សុវត្ថិភាពមូលដ្ឋានឲ្យបានត្រឹមត្រូវទី1អ្នកដែលបានផឹកស្រាមិនត្រូវធ្វើការងារអ្នកដែលមិនស៊ាំនឹងការងារក៏មិនត្រូវធ្វើការតែម្នាក់ឯងដែរនៅពេលរងរបួសឬអស់កម្លាំងខ្លាំងក៏ត្រូវឈប់ធ្វើការភ្លាមទី2កុំពាក់សម្លៀកបំពាក់ធំពេកសូមពាក់ស្បែកជើងសុវត្ថិភាពដែលមានមុខងារប្រឆាំងនឹងការរអិលសក់វែងត្រូវតែចងឲ្យជាប់ទី3សូមពិនិត្យអាកាសធាតុនិងទីតាំងធ្វើការជាមុនបើមានផ្នែកដែលមានគ្រោះថ្នាក់ត្រូវជួសជុលភ្លាមពេលវេលាធ្វើការក្នុងមួយថ្ងៃមិនគួរលើសពី 8 ម៉ោងនៅពេលមានមនុស្សច្រើនធ្វើការជាមួយគ្នាត្រូវកំណត់តួនាទីនិងសញ្ញាមុនពេលចាប់ផ្ដើមគ្រោះថ្នាក់ដែលកើតឡើងច្រើនបំផុតក្នុងការងារកសិកម្មគឺគ្រោះថ្នាក់រអិលជើងធ្លាក់បើកម្រាលអត់ស៊ាំឬដីមិនស្មើងាយនឹងរអិលជើងធ្លាក់ជើងអាចជាប់នៅក្នុងចង្អូរស្រែថ្មឬដាំដំណាំជាដើមនៅពេលដើរលើគល់ស្រែឬគល់ចម្ការរអិលជើងចូលក្នុងប្រឡាយបង្ហូរទឹកក៏កើតឡើងញឹកញាប់មុនពេលធ្វើការសូមពិនិត្យស្ថានភាពផ្លូវនិងកម្រាលដីសូមពិនិត្យផ្លូវតូចជំហាននិងកន្លែងជ្រៅជាមុនសូមពាក់ស្បែកជើងធ្វើការដែលមានមុខងារប្រឆាំងនឹងការរអិលល្អត្រូវយកដីនិងសារធាតុបរទេសចេញពីបាតស្បែកជើងឲ្យបានញឹកញាប់សូមរៀបចំផ្លូវដឹកជញ្ជូនឲ្យគ្មានឧបសគ្គបន្ទាប់ពីប្រើឧបករណ៍ធ្វើការត្រូវតែរៀបចំឲ្យរួចរាល់ជានិច្ចនៅពេលប្រើជណ្ដើរត្រូវប្រយ័ត្នខ្លាំងណាស់ត្រូវដាក់ជណ្ដើរនៅកន្លែងរាបស្មើនិងរឹងមាំចំពោះជណ្ដើរត្រូវពិនិត្យឧបករណ៍ការពារការបើកឲ្យបានច្បាស់កុំធ្វើការនៅលើជំហានខ្ពស់បំផុតនៃជណ្ដើរធ្វើការនៅជំហានទី3ពីលើចុះមកក្រោមគឺមានសុវត្ថិភាពកុំឡើងឬចុះជណ្ដើរដោយកាន់វត្ថុទាំងពីរដៃត្រូវតែពាក់មួកសុវត្ថិភាពថ្នាំសម្លាប់សត្វល្អិតអាចមានគ្រោះថ្នាក់ខ្លាំងនៅពេលប្រើប្រាស់និងរក្សាទុកត្រូវបង្កើនការប្រុងប្រយ័ត្នជាពិសេសរក្សាទុកថ្នាំសម្លាប់សត្វល្អិតក្នុងប្រអប់ឯកទេសដែលមានសោកុំផ្លាស់ទីទៅក្នុងធុងផ្សេងទៀតបោះចោលដបថ្នាំសម្លាប់សត្វល្អិតទេនៅកន្លែងដែលបានកំណត់មុនពេលបាញ់ថ្នាំសូមពិនិត្យស្ថានភាពរាងកាយខ្លួនឯងត្រូវតែពាក់សម្លៀកបំពាក់ការពារថ្នាំស្រោមដៃការពារវ៉ែនតាការពារភ្នែកស្បែកជើងកៅស៊ូនិងម៉ាស់ការពារថ្នាំកុំធ្វើការនៅពេលសីតុណ្ហភាពខ្ពស់ខ្លាំងបាញ់ថ្នាំដោយងាកខ្នងទៅកាន់ខ្យល់បន្ទាប់ពីបញ្ចប់ការងារត្រូវតែញូតទឹកនិងលាងសម្អាតសម្លៀកបំពាក់បើមានវិលមុខចង្អោរឬឈឺក្បាលត្រូវឈប់ធ្វើការភ្លាមត្រូវលាងថ្នាំដែលជាប់នឹងស្បែកចេញឲ្យបានស្អាតហើយរាយការណ៍ភ្លាមទៅលេខ119នៅពេលទៅមន្ទីរពេទ្យសូមយកឈ្មោះឬសារធាតុនៃថ្នាំដែលបានប្រើជាមួយការចាប់ផ្ដើមថ្មីនៅសង់ជូព័ត៌មានអេសង់ជូនឹងរួមដំណើរជាមួយបងប្អូនជានិច្ច